ករណីពិសេសមួយទៀតហើយគឺជាករណីលោកតាអាយុ80ឆ្នាំចូលមកយើងជាមួយទៅនឹងឌីគ្នាគឺ hot ទៅលើ ABG យើងឃើញថាមាន pH ត្រឹមតែ 7.29 ពី CO2 87.3 ខ្ពស់មែនទែនតកតងជាមួយ bicarbonate axial យើងឃើញ 41.7 mmol ក្នុងលីត្រនិង bicarbonate standard 36 mmol ក្នុងលីត្រតកតងទៅលើ patient monitor យើងឃើញថា oxygen គឺ 98% ក្រោមលុយណែតយើងដាក់ 5 លីត្រក្នុងទីនៅពេលដែលឃើញបែបនេះគេលានមកថាជាការខាងបន្ទប់សង្គ្រោះបន្ទាន់បានសួរណែនាំខ្ញុំតកតងជាមួយទៅនឹងគាត់ចង់ដាក់ non invasive ventilation តើវាមាន indication ឬអត់បានបញ្យល់តកតងជាមួយករណីនេះដែលខាតយើងត្រូវទៅធ្វើតេស្តទៅលើអ្នកជំងឺជាពិសេសលើ consciousness អ្នកជំងឺយើងបានធ្វើតេស្តលើអ្នកជំងឺគាត់ responsive នៅអ្វីដែលយើងប្រាប់គាត់ដូច្នេះហើយយើងត្រូវបែងចែកថាតើវាជា acute ឬក៏ chronic ទៅតាមរូបមន្តខាងក្រោមដែលខ្ញុំដាក់យើងឃើញថាអ្នកជំងឺគឺធ្លាក់ក្នុងស្ថានភាពមួយគឺ chronic respiratory acidosis with appropriate compensation tip ដែលសំខាន់សម្រាប់ខ្ញុំគឺ bicarbonate axial ជាទូទៅយើងឃើញក្នុងកម្រិតមួយដែលយើងកណនាឃើញអ្វីដែលសំខាន់ពីក្រោយខ្នងដែលខ្ញុំតែងតែឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍គឺ bicarbonate standard គឺ36 mmol ក្នុងលីត្រវាឡើងមានន័យថាវាជា pure renal compensation ឬក៏ pure metabolic compensation ដែលបញ្ជាក់ឲ្យច្បាស់ថាវាពិតជា chronic respiratory acidosis បើ consciousness អ្នកជំងឺល្អទេគឺយើងមិនចាំបាច់ត្រូវដាក់ non invasive ventilation នោះទេ